ចេកជ្វានិងដើមបាយម៉ាតចាស់បុរាណខ្មែរយើងច្រើនជឿហើយហាម5កូនចៅមិនឲ្យដាំដើមចេកជ្វានៅជិតសម្រាប់ផ្ទះព្រោះគេយល់ថាវាដាក់ម្ចាស់ផ្ទះបានជាមានជំនឿយ៉ាងនេះដោយមានរឿងដំណាលដូចតទៅនេះជាយូរអង្វែងណាស់មកហើយមានគ្រួសារមួយជាទីតល់ក្រប្រកបរបររកស៊ីជាកសិករក្នុងពេលមួយដែលជារដូវរាំងឬឥតមានភ្លៀងធ្វើស្រែបុរសប្តីក៏លាប្រពន្ធទៅរកស៊ីឈ្នួលគេនៅស្រុកឆ្ងាយក្រោយដែលបុរសនេះចេញទៅផុតទៅស្រុកក៏កើតជំងឺអហិវេទរោគរាតត្បាតពាសពេញបណ្ដាលឲ្យអ្នកភូមិទាំងឡាយភ័យជ្រួលច្របល់យ៉ាងសម្បើមមុនដំបូងជំងឺនោះបណ្ដាលឡើងអំពីសត្វតូចតាចលុះយូរបន្តិចទៅក៏រាលដាលរហូតដល់សត្វធំរហូតដល់ជីវិតមនុស្សក្នុងភូមិផងគ្មាននរណាអាចជួយនរណាបានឡើយផ្ទះនីមួយស្ងាត់ឈឹងពេលយប់គេឮតែសំឡេងឆ្កែលូនិងពន្លឺភ្លើងប្រទីបផ្លុងត្រង់នេះមួយត្រង់នោះមួយគួរឲ្យព្រឺក្បាលពន់ពេកនៅភូមិខ្លះដែលរោគនេះមិនទាន់រាលដាលទៅដល់អ្នកនិគមជនបទទាំងនោះក៏ពុំហ៊ានដើរស្វែងរកប្រកបកិច្ចការរហេតរហូតដោយប្រក្រតីឡើយមនុស្សទាំងនោះមានកិរិយាស្ងប់ស្ងៀមមានទឹកមុខក្រៀមក្រំស្រពាប់ស្រពោនជានិច្ចនិយាយរកគ្នាទៅវិញទៅមកដោយខ្សឹបខ្សៀវមិនហ៊ាននិយាយគ្នាកោកកាឬនឹកឈ្មោះទីកន្លែងដែលកើតជំងឺចង្រៃទាំងនោះផងទេមានថ្ងៃមួយនៅពេលដែលជំងឺកំពុងតែបង្កើតឥទ្ធិពលយ៉ាងខ្លាំងស្រាប់តែមានទាយុម្នាក់មកនិមន្តព្រះសង្ឃ4អង្គទៅចម្រើនព្រះបរិត្តនៅផ្ទះរបស់ខ្លួនលុះដល់ពេលកំណត់ទាយុនោះក៏មកទទួលព្រះថេរៈចៅអាវាសព្រមទាំងភិក្ខុ3រូបទៀតនិមន្តទៅដល់ផ្ទះឧបាសកនោះឃើញមានភ្ញៀវយ៉ាងច្រើនគេក៏និមន្តព្រះសង្ឃទាំង4អង្គឡើងលើផ្ទះគង់លើអាសនៈយ៉ាងសមគួរហើយប្រគេនភេសជ្ជៈតែស្ករបារីតាមទំនៀមបន្ទាប់មកគេនាំគ្នានមស្ការព្រះរតនត្រ័យរួចអារាធនាព្រះសង្ឃចម្រើនព្រះបរិត្តប៉ុន្តែគេទូលលោកថាសូមលោកម្ចាស់កុំសូត្រធម៌ករណីសូមនិមន្តសូត្ររំលងទៅវិរូបខេតែម្ដងទៅដើម្បីកុំឲ្យយូរពេលព្រះសង្ឃចាប់ផ្ដើមចម្រើនព្រះបរិត្តតាំងអំពីដើមរៀងទៅលុះដល់ធម៌ករណីលោកក៏រំលងចោលទៅសូត្រវិរូបខេតាមពាក្យទាយុបវារណាសុំតែម្ដងក្នុងពេលនោះលោកសង្កេតឃើញទាយុទាយិកាសប្បាយរីករាយសើចញញឹមញញែមច្របូនមាត់ច្របូនកគ្រប់គ្នាព្រះថេរៈដើមអាសនៈនឹកឆ្ងល់ថាគេសុំកុំឲ្យសូត្រធម៌ករណីសុំឲ្យផ្លោះទៅសូត្រវិរូបខេតែម្ដងឥឡូវសូត្រធម៌វិរូបខេទៅស្រាប់តែនាំគ្នាសប្បាយដូចជាប្លែកព្រះថេរៈនឹកអៀនក្នុងព្រះទ័យណាស់ខ្លាចក្រែងគេរិះគន់ថាលោកសូត្រខុសទើបត្រឡប់មកចាប់សូត្រធម៌ករណីវិញលោកទើបតែចាប់សូត្របាន3-4ព្រះអស់ស្រាប់តែទាយុទាយិកានាំគ្នាដកខ្លួនថយបន្តិចម្ដងរហូតដល់អស់រលីងស្ងាត់សូន្យឈឹងភ្លើងក៏រលត់ភ្លឹបផ្ទះដែលព្រះសង្ឃឡើងទៅនោះត្រឡប់ទៅជាគុម្ពឫស្សីញាតត្បាតបារីតែស្ករទៅជាដុំជូងដីខ្សាច់និងកំណាត់ឈើទាំងអស់ទៅព្រះសង្ឃភ្ញាក់ថាជាបិសាចខ្លាចខ្លួនធ្វើជាមនុស្សតម្រាំតែព្រះភិក្ខុផងគ្នានៅឯវត្តដឹងថាលោកគ្រូជាប់នៅគុម្ពឫស្សីលោកគ្រូនិងព្រះសង្ឃ3-4អង្គទៀតត្រូវអត់ចង្ហាន់ពី3ថ្ងៃដោយហេតុនឹងហើយទើបចាស់បុរាណលោកពោលថាធម៌ករណីនេះធ្វើឲ្យខ្មោចខ្លាចណាស់ឯធម៌វិរូបខេធ្វើឲ្យខ្មោចសប្បាយទៅវិញកាលណាស្រុកមិនសូវស្រួលដោយមានកើតជំងឺដំកាត់ផ្សេងមានអាសន្នរោគអត់ជាដើមនោះគេតែងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តហើយសូមឲ្យលោកសូត្រធម៌ករណីនេះឲ្យបាន7-8ចប់ហើយហាមផ្ដាច់មិនឲ្យព្រះសង្ឃសូត្រធម៌វិរូបខេឡើយដោយមានជំនឿរឿងដូចបានរៀបរាប់មកខាងលើនេះឯងម្យ៉ាងទៀតបុរាណមានជំនឿថាបើយើងដើរទៅណាមកណាយប់ហើយមានបើព្រឺរោមព្រឺស្បែកត្រូវឲ្យសូត្រធម៌ករណីនេះដែរដោយសំអាងថាខ្មោចមិនលងនិយាយពីបុរសដែលទៅរកស៊ីស្រុកឆ្ងាយនោះក្រោយដែលបានទៅរកស៊ីមានលុយកាក់ល្មមត្រឡប់មកលំនៅខ្លួនម្ដងហើយក៏វិលត្រឡប់មកស្រុកកំណើតវិញមកដល់កណ្ដាលផ្លូវត្រូវគេប្រាប់ថាអ្នកឯងទៅមិនទាន់បានទេព្រោះអ្នកភូមិអ្នកឯងនោះកើតជំងឺអាសន្នរោគច្រើនណាស់មនុស្សអ្នកភូមិស្លាប់គ្មាននរណាកប់នរណាទេឯប្រពន្ធកូនរបស់អ្នកឯងក៏ប្រហែលជាស្លាប់ទៅហើយឬយ៉ាងណាក៏មិនដឹងព្រោះអ្នកភូមិដទៃឥតមាននរណាម្នាក់ហ៊ានចូលទៅទេបុរសនោះដោយសេចក្តីនឹកប្រពន្ធកូនខ្លាំងពេកក៏ចេះចូលទៅគាត់ខំធ្វើដំណើរទៅទាំងយប់ហើយទាំងសស្លាក់ផង
លុះទៅចិត្តដល់លំនៅខ្លួនមើលទៅឃើញភ្លើងផ្លុងគ្រប់ផ្ទះដោយប្រក្រតីគាត់ត្រេកអរណាស់ហើយនឹកខឹងនឹងអ្នកស្រុកដែលប្រាប់ពីកណ្ដាលផ្លូវថាគេនិយាយកុហកខ្លួនប៉ុន្តែនៅតាមផ្លូវទៅកាន់ផ្ទះគាត់មានសេចក្តីសង្ស័យដែរចំពោះភាពស្ងប់ស្ងាត់ប្លែកពីធម្មតាតែគាត់សន្និដ្ឋានថាប្រហែលជាអ្នកស្រុកមិនស្រួលមែនទើបស្ងាត់យ៉ាងនេះលុះទៅដល់ទ្វាររបងផ្ទះក៏ស្រែកហៅប្រពន្ធពេលនោះគាត់ឃើញស្រីម្នាក់ដែលគាត់បានស្គាល់ច្បាស់ថាជាប្រពន្ធរបស់គាត់រត់មកទទួលរាក់ទាក់នឹងគាត់ដូចធម្មតាគ្មានអ្វីគួរឲ្យសង្ស័យសោះនាងនោះខំប្រឹងប្រញាប់ប្រញាល់ទៅបង្កាត់ភ្លើងដាំបាយឲ្យប្តីបរិភោគប៉ុន្តែនាងហាមប្តីនាងមិនឲ្យចូលទៅក្នុងបន្ទប់នាងដេកទេឲ្យគាត់សម្រាកនៅខាងក្រៅសិនហើយប្តីនឹកឆ្ងល់នឹងអរិយាបថដ៏ចម្លែករបស់ភរិយាណាស់ហើយគាត់សង្កេតឃើញភ្នែកនាងធំលៀនបែបក្រហមហើយក្រឡឹបក្រឡាប់ខុសពីធម្មតាថែមទាំងធំក្លិនគំរងសាកសពបក់ចេញពីបន្ទប់ដេកម្ដងផងគាត់ក៏ចង់ដឹងថាតើមានអ្វីនៅក្នុងបន្ទប់ដេកនោះបានជានាងគាត់មិនឲ្យចូលគិតសັບគ្រប់ទៅក៏ចេះតែអង្គុយសង្កេតកិរិយារបស់ប្រពន្ធបន្តិចមកឃើញលៀនអណ្ដាតយ៉ាងវែងកែវយកវែកដែលរបូតពីដៃធ្លាក់ទៅដីមកវិញប្តីដែលចេះតែសម្លឹងអាកប្បកិរិយាប្រពន្ធកាលបើឃើញដូច្នេះដឹងថាមិនមែនជាប្រពន្ធខ្លួនពិតប្រាកដទេគឺច្បាស់ជាពួកបិសាចខ្លែងភេទហើយទើបនឹកឃើញដល់រឿងដែលគេនិយាយប្រាប់ពីកណ្ដាលផ្លូវថាមានពួកបិសាចធ្វើបាបលោកសង្ឃដូចរៀបរាប់មកហើយនោះភ្លាមក៏លបចូលទៅវែកមុងក្នុងបន្ទប់របស់ប្រពន្ធខ្លួនឃើញខ្មោចប្រពន្ធកូនខ្លួនស្លាប់ស្អុយរលួយដង្កូវរកក្រិចគាត់ថយចេញមកវិញហើយគិតរកមធ្យោបាយដើម្បីដោះខ្លួនអំពីកណ្ដាប់ដៃមេបិសាចនេះទើបគាត់និយាយទៅកាន់នាងនោះថាឯងដាំបាយឲ្យឆ្អិនចាប់ទៅវើយគ្នាអស់កម្លាំងណាស់គ្នាទៅនោមនៅចុងរៀនក្រៅផ្ទះឯណោះមួយផ្លែតថាហើយគាត់ក៏ទៅចោះក្អមទឹកមួយដែលនៅក្បែរនោះបង្ហូរទឹកទៅដីលឺដូចមនុស្សណូមែនចោះរួចគាត់លបចុះរត់បាត់ជើងសពព្រាតតម្រង់ទៅរកអារាមមួយដែលមានលោកគ្រូមួយអង្គចេះមុនអាគមគាថាពូកែខាងការពារខ្មោចបិសាចនិងអាធ្មប់ចំណែកនាងបិសាចឮសូរប្តីនោមយូរពេកនៅឆ្ងល់ក៏តាមទៅមើលមិនឃើញប្តីក៏មិតរត់តាមក្រោយយ៉ាងលឿនដល់ពាក់កណ្ដាលផ្លូវឃើញប្តីចំណែកឯប្តីរត់មិនទាន់បានប៉ុន្មានងាកក្រោយឃើញខ្មោចដេញតាមដឹងខ្លួនថាមើលទៅស្ទុះមិនរួចអំពីកណ្ដាប់ដៃបិសាចក៏រត់ឡើងដើមបាយម៉ាត់ពីដើមដែលនៅក្បែរនោះនាងបិសាចមិនហ៊ានទៅចិត្តដើមនោះសោះចេះតែដើរក្រឡឹងបែរក្បែរហើយស្រែកហៅប្តីឲ្យចុះមកបុរសនោះដឹងថានាងបិសាចនេះពិតជាខ្លាចតាមបាយម៉ាត់នេះហើយបានជាមិនហ៊ានមកចិត្តអញសោះក៏កាច់មែកបាយម៉ាត់មួយមែកលីដើរសំដៅទៅវត្តទៅឯនាងបិសាចពិតមែនតែមិនហ៊ានទៅចិត្តបុរសប្តីដោយខ្លាចដើមបាយម៉ាត់មែនតែនាងនៅតែដើរតាមពីក្រោយរហូតបុរសទៅដល់វត្តស្ទុះចូលទៅកណ្ដាលជំនុំសង្ឃដែលកំពុងធ្វើឧបោសថកម្មនៅក្នុងព្រះវិហារហើយពិតពុទ្ធដីកាព្រះសង្ឃតាមដំណើរពេលនោះលោកគ្រូដែលពូកែខាងមុនអាគមគាថាក៏នាំបុរសទៅនៅក្នុងកុដិរបស់លោកហើយសូត្រអាគមគាថាពតសីមាយ៉ាងស្វាហាប់ឯនាងបិសាចក៏មិនទៅណាឆ្ងាយអំពីកុដិព្រះសង្ឃនោះទេពិតមែនតែនាងចូលទៅក្នុងកុដិលោកតាមប្តីរបស់នាងមិនបានដោយរបាំងនិមន្តអាគមគាថាប៉ុន្តែនាងចេះតែក្រវ៉ាល់រកឈោបាយគ្រប់បែបគ្រប់យ៉ាងដើម្បីចូលទៅតាមប្តីនៅក្បែរកុដិព្រះថេរៈអង្គនោះមានដើមចេកជ្វាមួយដើមដែលមានធាងដោះចូលទៅត្រង់បង្អួចកុដិទោះបីមន្តអាគមរបស់លោកដល់ពូកែយ៉ាងណាក៏មិនអាចទប់ឈ្នះនឹងដើមចេកជ្វានោះដែរលោកពតសីមាបានតែត្រង់កន្លែងណាដែលធាងចេកជ្វាមិនទៅប៉ះនឹងសម្យាបកុដិលោកប៉ុណ្ណោះចំពោះមួយភាគតូចនៃកុដិរបស់លោកដែលធាងចេកជ្វាទៅប៉ះនោះនៅចន្លោះជាឱកាសដ៏ប្រសើររបស់នាងបិសាចក៏ឡើងតាមដើមចេកជ្វាហើយសួរតាមធាងចេកនោះឆ្លងចូលទៅក្នុងកុដិរបស់លោកកាច់កប្តីរបស់ខ្លួនសម្រាប់ក្នុងពេលនោះទៅព្រោះហេតុដូចមានរឿងនិទានមកនេះហើយទើបបុរាណខ្មែរយើងមានជំនឿយ៉ាងនេះថាហាម5កូនចៅមិនឲ្យដាំដើមចេកជ្វានៅជាប់នឹងសម្យាផ្ទះគេថាវាដាក់ខ្លួនឯដើមបាយម៉ាតក៏បានជាឱសថសម្រាប់ការពារមួយមុខយ៉ាងពូកែចំពោះខ្មោចព្រាយបិសាចនិងអាចធ្មប់ជាប់រហូតមកដល់សប្តាហ៍នេះឯងរឿងឆ្កែមើលឃើញខ្មោចជាហេតុភេទស្រុកខ្ញុំបាទធ្លាប់បានឮម្ដាយឪពុកខ្ញុំគាត់និទានប្រាប់ខ្ញុំថា
ក៏លឺឆ្កែលូឬព្រុសនៅពេលកណ្ដាលអត្រាតស្ងាត់នៅភូមិណាស្រុកណាដែលក្រៅអំពីក្រុងព្រោះមិនសូវមានមនុស្សកកកក្នុងពេលយប់ស្រុកភូមិនោះច្រើនកើតជំងឺមិនសូវមានសេចក្តីសុខទេត្បិតខ្មោចបិសាចវាដើររៀបបាតធ្វើឲ្យមនុស្សឈឺចាប់សឹងតែគ្រប់គ្នាព្រោះឆ្កែមើលឃើញខ្មោចដំណើរចាស់ថាឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថាយូរយារណាស់មកហើយមានបុរសម្នាក់ដើរទៅមើលឃើញគេលៀងមេមត់ប៉ុន្តែមិនបានប្រកាសឈ្មោះបុរសនោះដើរក្បែរដីទូលមួយដែលមានព្រៃសុបទ្រុបគេកប់ខ្មោចក្នុងព្រៃនោះជាច្រើនលុះដល់ទន្ទឹមព្រៃនោះមានខ្មោចស្រែកហៅគាត់ថាពូផ្ដាំទៅប្រាប់ប្រពន្ធខ្ញុំឲ្យមកផងបុរសនោះមិនចេះខ្លាចខ្មោចទេគាត់ដឹងថាខ្មោចហៅពិតណាស់ប៉ុន្តែគាត់ធ្វើប្រងើយហើយឆ្លើយទៅវិញថាប្រពន្ធឯងនៅឯណាខ្មោចឆ្លើយមកវិញថាប្រពន្ធខ្ញុំនៅឯផ្ទះគេលៀងអារក្សឯណោះបុរសឮហើយសួរទៅវិញថាចុះឯងឲ្យអញប្រាប់ថាម៉េចដែរបើអញមើលប្រពន្ធឯងមិនឃើញនោះក្នុងពេលនោះខ្មោចក៏ឲ្យប្រទាលប្រហោងគឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់ខ្មោចឲ្យប្រទាលនោះទៅហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផងបុរសនោះកាលបើបានប្រទាលប្រហោងនោះហើយមើលឃើញខ្មោចនៅពេញទឹកព្រៃគាត់ចេះតែដើរទៅគ្មានផិតភ័យខ្លាចអ្វីឡើយគាត់ដើរតម្រង់ទៅរកផ្ទះដែលគេលៀងអារក្សលុះដល់ផ្ទះនោះហើយគាត់ឃើញខ្មោចស្រីកំពុងស៊ីពែសំណែនដែលគេសែននៅពោពេញជាច្រើនគ្នាណាស់បុរសនោះស្រែកហៅទៅតាមឈ្មោះដែលប្តីវាផ្ដាំមកហើយបោយដៃហើយចំពីមុខនិយាយថាប្តីហងឯងឲ្យទៅឲ្យឆាប់ព្រោះកូនយំខ្លាំងណាស់ខ្មោចនឹកឆ្ងល់ថាម៉េចក៏បុរសនោះមើលអញឃើញទើបដើរសំដៅទៅហើយសួរថាចុះអ្នកឯងម៉េចក៏មើលឃើញយើងបុរសនោះក៏បង្ហាញប្រទាលប្រហោងហើយឆ្លើយថានេះប្រទាលដែលប្តីហងឯងឲ្យបានជាអញមើលឃើញខ្មោចនោះគ្រាន់តែឃើញប្រទាលនោះភ្លាមស្ទុះទៅដណ្ដើមយកប៉ុន្តែបុរសនោះពុំព្រមឲ្យក៏មានការប្រវាយប្រតបគ្នាដណ្ដើមប្រទាលប្រហោងនោះបុរសចេះតែស្រែកហៅឲ្យគេឯងជួយប៉ុន្តែអ្នកទាំងអស់មើលទៅពុំឃើញប្រយុទ្ធជាមួយនរណាសោះឃើញតែស្ទុះស្ទាម្នាក់ឯងម្ល៉េះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើតលុះប្រវាយប្រតបអស់មួយសន្ទុះធំបុរសក៏ចង់រលាយដៃក៏របូតប្រទាលនោះពីដៃទៅខ្មោចស្ទុះប្រុងមករើសយកតែពេលនោះឆ្កែឃើញភ្លាមស្ទុះផ្លែតមកត្របាក់លេបចូលទៅក្នុងពោះបាត់ទៅហេតុនេះហើយបានជាឆ្កែមើលខ្មោចឃើញដោយសាររឿងនិទានយ៉ាងនេះបានជាមានជំនឿថាឆ្កែវាមើលខ្មោចឃើញបើឆ្កែព្រុសលូក្នុងពេលយប់ព្រោះវាឃើញខ្មោចដើរមួយវិញទៀតមានមនុស្សច្រើនណាស់ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហោងដើម្បីយកមកប្រើការស័ក្តិសិទ្ធិផ្សេងៗរឿងប្រាជ្ញាអណ្ដើកអណ្ដើកជាសត្វរស់នៅក្នុងទឹកបឹងក៏បានលើគោកក៏បានហេតុដើមនោះមានរឿងព្រេងមួយនិទានថាក្នុងគ្រាយូរយារអង្វែងហើយពេលនោះមានទឹកជំនន់ធំណាស់សត្វខ្លាដំរីរាជសីរមាំងរមាសក្តាន់ជាដើមអំពាវនាវបបួលគ្នាទៅពួននៅព្រៃហេមពៀននៅសល់តែអណ្ដើកសកលមួយមិនព្រមទៅណានឹងគេសោះលុះទឹកជន់មកដល់គាត់ក៏ហែលេងជាមួយនឹងពពួកមច្ឆជាតិស៊ីមើមឈើឬឈើកំពុងតែសប្បាយស្រាប់តែស្រកទៅវិញអណ្ដើកភ្លេចខ្លួនក៏ជាប់ខ្លួននៅនឹងបង្គាតឈើតែតោលពុំដឹងជាទៅខាងណានឹកថាអាត្មាអញមុខជាស្លាប់ហើយព្រោះដៃខ្លីជើងខ្លីលុះទឹកស្រកផុតពីគល់ឈើទៅវិញមានល្បះស្មៅខ្ចីដុះនៅគល់ឈើជាច្រើនពេលនោះមានដំរីមួយដើរមករកបរិភោគស្មៅខ្ចីអណ្ដើកឃើញដំរីហើយនឹកថាបានការហើយអញបោកដំរីនេះម្ដងឲ្យវាដឹងដៃអណ្ដើកក៏បន្លឺវាចាថានរណាមកធ្វើអ្វីក្រោមដើមឈើនេះដំរីឆ្លើយថាខ្ញុំជាដំរីអណ្ដើកថាយើបងដំរីបងឯងមិនទាន់ដឹងខ្លួនទេឬខ្លួនខ្ញុំនេះជាអគ្គរដ្ឋទូតព្រះបាទពេរិណសីឈ្មោះថាអ្នកលួងចូលចិត្តមាណពព្រះករុណាបានប្រើអញឲ្យចាំរកឯងក្នុងទីនេះឥឡូវប្រទះគ្នាហើយចាំអញនិយាយប្រាប់បងឯងពូជពងបងឯងនេះពីដើមមកនៅបម្រើជាបរិវារព្រះរាជាហើយស្រាប់តែលួចរត់បាត់យកទាំងផ្លិតចាមោរបស់លោកមកជាមួយផងដំរីឮហើយក៏ភ័យញ័ររន្ធត់ឆ្លើយថាអោបងអ្នកលួងអើយខ្ញុំពុំដឹងទេខ្ញុំឃើញតែរបៀបយ៉ាងហ្នឹងនេះជាកន្ទុយរបស់ខ្ញុំទេតើអណ្ដើកនិយាយកាត់ថានឹងហើយ
អញមានថាឯងលួចអីតែដូនតាឯងជាអ្នកលួចប៉ុន្តែរបស់នៅលើរូបអ្នកបើចង់រួចខ្លួនត្រូវទៅរកសត្វជើង4មកឲ្យអញយកទៅថ្វាយព្រះរាជាជួយសុំអង្វរក្រែងបានរួចខ្លួនដំរីឮដូច្នោះក៏ម្នីដើរទៅរកសត្វជើងមួយទាំងយំស្រែកខ្លាមួយឃើញដំរីដើរយំស្រែកហើយសួរថាណែបងដំរីបងឯងមានសុខទុក្ខពីរឿងអ្វីក៏ដើរយំស្រែកដូច្នេះដំរីសាសាប់ប្រាប់ខ្លាសពគ្រប់ខ្លាថាយីបងដំរីម្ដេចក៏ទៅចាញ់បោកអាសត្វអណ្ដើកចង្រៃមកយើងទៅពីអ្នកទៅមើលវាល្មើខ្លានិងដំរីបបួលគ្នាដើរត្រឡប់មកវិញអណ្ដើកក្រឡេកឃើញពីចម្ងាយនឹកថាអាយ៉ាបានខ្លាមួយមកទៀតហើយតើមិនអីទេចាំមកចិត្តអញនិងកំហែងអាខ្លានេះម្ដងលុះខ្លានិងដំរីដើរមកដល់ចិត្តអណ្ដើកតាំងស្រែកថាអញឮសូរមាត់ដូចជាអាជាត្បេះឬខ្លាឆ្លើយថាខ្ញុំនឹងហើយអណ្ដើកនិយាយថាណែអាជាត្បេះឯងមានរឿងធំណាស់ម្ដេចបានជាឯងយកភួយក្រឡាខ្លារបស់ព្រះរាជាមកខ្លាថាទេលោកខ្ញុំឃើញអញ្ចឹងតាំងពីកើតមកអណ្ដើកប្រាប់ថានឹងហើយអញមិនថាឯងលួចទេប៉ុន្តែភ័ស្តុតាងនៅលើឯងស្រាប់ហើយបើចង់រួចខ្លួនទៅជួយរកអាសត្វជើងមួយជាមួយនឹងដំរីទៅអាភ្លើខ្លានិងដំរីដើរបណ្ដាយំបណ្ដាទៅរកសត្វជើងមួយទៅជួបនឹងស្វាឆ្ងល់ណាស់ឃើញខ្លានិងដំរីមានអាការៈដូច្នោះសួរដឹងដើមតងហើយស្វាលាន់មាត់ថាយីបងឯងទាំងពីរច្បាស់ជាចាញ់បោកអាសត្វអណ្ដើកហើយដូច្នេះត្រូវត្រឡប់ទៅវិញជាមួយអញនឹងសាកសួរវាមើលសត្វទាំង3ក៏នាំគ្នាត្រឡប់មកវិញអណ្ដើកឃើញស្វានឹកថាអញបោកអាស្វានេះទៀតហើយក៏ស្រែកថាយើបងអាចារ្យស្វាទេតើខ្ញុំរកតែមុខកន្ទុយបងឯងជាអ្វីណែខ្ញុំប្រាប់ឲ្យច្បាស់ទៅគឺជាដងលំពែងព្រះរាជាទៅកុំនិយាយអ្វីទៅរកសត្វជើងមួយមកឲ្យឆាប់ខ្លាដំរីនិងស្វាទាល់ប្រាជ្ញាក៏នាំគ្នាដើរយំបណ្ដាទៅរកសត្វជើងមួយពុំដឹងសត្វនោះនៅឯណាទៅជួបនឹងក្ងោកសួរដឹងរឿងហេតុក៏និយាយប្រាប់ថាបងទាំង3ចាញ់ប្រាជ្ញាវាហើយមកទៅជាមួយនឹងខ្ញុំនឹងសាកសួរវាឲ្យដឹងឬគល់ខ្លាដំរីស្វាក្ងោកត្រឡប់មកវិញមិនទាន់ទាំងសួរថាដូចម្ដេចផងអណ្ដើកក៏ស្រែកថាយើបងអវៈសន្ធោតើមករកអ្វីយើអានេះខូចណាស់ហ៊ានលួចផ្លិតកន្ទុយក្ងោកព្រះរាជាមកជាមួយផងក្ងោកភ័យខ្លួននឹកថាអាយ៉ាលេងឯងទៀតហើយតើអណ្ដើកកំហែងថាទៅមិនរួចខ្លួនទេទៅរកសត្វជើងមួយមកឲ្យអញខ្លាដំរីស្វានិងក្ងោកដើរទៅរកសត្វជើងមួយទៀតពុំដឹងថាជានៅឯណាទេអាសត្វជើងមួយនោះស្រាប់តែទៅជួបនឹងសត្វទន្សាយសួរដឹងរឿងក៏និយាយថាបងឯងទាំងអស់គ្នាមកទៅជាមួយនឹងអញចាំអញដោះស្រាយឲ្យលុះសត្វទាំង5បណ្ដាគ្នាមកដល់អណ្ដើកឃើញទន្សាយនឹកថាអាយ៉ាទន្សាយមកជាមួយផងតើអានេះមានប្រាជ្ញាណាស់បើអញ្ចឹងត្រូវអញនិយាយតាក់ទងកន្លងមាំទាំទៅឈ្នះវាទៅស្រែកសួរពីចម្ងាយទៅថាយីអញមើលទៅឃើញដូចជាបងសុភាទន្សាយយីបងសុភាពូជពងបងឯងសុទ្ធតែធ្វើនាមើលកាត់ក្តីទាំងអស់ពុំគួរបងឯងមានចិត្តពីលាលួចយកប៉ែននំបញ្ចុកព្រះរាជាដូច្នេះសោះទេនឹងហើយគេហៅថាចិត្តជាទេវទត្តមាត់ជាទេវតាទន្សាយនឹកថាយីអញថាមកជួយគេឥឡូវទៅជាជាប់ពិរុទ្ធខ្លួនឯងទៀតរួចឆ្លើយថាណែបងអណ្ដើកខ្ញុំកើតឡើងឃើញតែគូតខ្ញុំមានរុនច្រើនអញ្ចឹងពុំមែនខ្ញុំលួចទេអណ្ដើកបានដៃហើយក៏ជេរថាយីអាចង្រៃអស់នេះល្ងងដូច្នេះតើបានជារកសត្វជើងមួយមិនបានសោះចាំអញប្រាប់ឲ្យច្បាស់ទៅសត្វជើងមួយគឺផ្សិតនេះឯងប៉ុន្តែអញមិនប្រាប់ត្រង់អញចង់ដឹងប្រាជ្ញាឯងទាំងអស់គ្នាមើលថាប្រាជ្ញដូចអញឬមិនដូចសត្វទាំង5គឺខ្លាដំរីស្វាក្ងោកនិងទន្សាយនាំគ្នាទៅដកផ្សិតបានច្រើនយកមកប្រគល់ឲ្យអណ្ដើកក៏អនុញ្ញាតឲ្យស្វាឡើងដើមឈើទៅលើកខ្លួនដាក់ចុះពីបង្គៀបឈើរួចប្រើឲ្យធ្វើកូនខ្ទមលើខ្នងដំរីបិទបាំងជុំវិញហើយយកផ្សិតទៅដាក់ក្នុងខ្ទមនោះខ្លួនឯងពួនស៊ីផ្សិតក្នុងខ្ទមយ៉ាងឆ្ងាញ់ពិសាអណ្ដើកបញ្ជាឲ្យដំរីដើរទៅរកនគរពារាណសីឯខ្លាស្វាក្ងោកនិងទន្សាយក៏ចេះតែដើរទៅដែរ
ដើម្បីដោះសារខ្លួនឲ្យរួចខ្លួនពីពិរុទ្ធលុះបានទៅដល់ស្រះមួយយ៉ាងធំមានផ្កាឈូកច្រើនទៅបណ្ដាច់ធ្វើជាឧបាយកលបោកសត្វទាំងអស់នេះថាណែបងដំរីជប់សិនទាំងអស់គ្នាស្ដាប់អញជានាម៉ឺនក្នុងវាំងបើអញចូលវាំងម្ដងពួកស្រីស្នំចេះនាំគ្នាសុំផ្កាឈូកពីអញបើដូច្នេះត្រូវបងស្វាដាក់អញចុះពីដំរីស្វាឮហើយក៏ស្ទុះទៅដាក់អណ្ដើកពីលើខ្នងដំរីរួចហើយអណ្ដើកវាចូលទៅពួនសំងំក្នុងស្រះនោះបាត់ទៅឯដំរីស្វាខ្លាកងោកនិងទន្សាយចាំយូរពេកមិនឃើញអណ្ដើកចេញមកវិញសោះទើបដឹងខ្លួនថាចាញ់បោកអណ្ដើកហើយទើបនាំគ្នាជិះចេញពីទីនោះទៅនេះហើយចាស់ទុំច្រើននិយាយថាចេះលាក់ពុតមើលតែអណ្ដើកព្រោះអណ្ដើកវាលាក់ខ្លួននៅក្នុងស្នូកជានិច្ចតែបើផុតពីគ្រោះភ័យវាអាចចេញក្បាលដៃជើងមកក្រៅបានការតែម្ដងរឿងដើមកោងកាងនិងឈើទាលតាមបុរាណដំណាលតគ្នាមកថាកាលពីដើមឡើយដើមកោងកាងជាឈើមួយពួកដុះនៅលើតែភ្នំនិងជើងភ្នំចំណែកឈើទាលទាំងឡាយដុះនៅតែក្បែរមាត់ព្រែកមាត់ស្ទឹងនិងមាត់អូម្លោះហើយតែដល់រដូវទឹកជន់កាលណាគឺតែងហូរច្រោះរលករលំដើមឈើទាលនោះស្លាប់អន្តរាយអស់ដើមឈើទាលទាំងឡាយកាលបើបានសេចក្តីលំបាកវេទនាសឹងជារៀងរាល់ឆ្នាំដូច្នេះក៏ជំនុំគ្នាថាពួកយើងនឹងនៅទ្រាំទ្រដោះលើដីទំនាបយ៉ាងនេះតទៅទៀតពុំបានបើដូច្នេះយើងត្រូវនាំគ្នាទៅនិយាយនឹងដើមកោងកាងឲ្យមកដោះនៅលើដីមានសភាពដូចនេះវិញម្ដងត្បិតដើមកោងកាងមានឫសច្រើនប្រកបជាអាចទប់ទល់នឹងទឹកដីដូចនេះបានលុះជំនុំគ្នាព្រមព្រៀងហើយពពួកដើមឈើទាលទាំងឡាយបានចូលទៅនិយាយនឹងដើមកោងកាងដោយបានជំនុំគ្នាមកមុនដំបូងដើមកោងកាងប្រកែកតែដើមឈើទាលអង្វរថាបើអ្នកព្រមបដូរទៅដោះនៅកន្លែងយើងរាល់គ្នានឹងតបគុណឧបការៈអ្នករាល់ឆ្នាំដរាបទៅគឺក្នុងមួយឆ្នាំយើងនឹងកោសក់បួសជូនម្ដងហើយដើមកោងកាងកាលបើឮដើមឈើទាលអង្វរដូច្នោះហើយក៏ព្រមបដូរចុះមកដោះនៅតាមមាត់ព្រែកមាត់ស្ទឹងមាត់អូតាមដើមឈើទាលសំរហូតមកហើយដើមឈើទាលក៏នាំគ្នាឡើងទៅដោះនៅលើកំពូលភ្នំនិងជើងភ្នំព្រោះហេតុដូច្នេះបានជាសប្តាហ៍នេះនៅលើភ្នំនិងតាមជើងភ្នំនានាគេឃើញមានច្រើនតែដើមឈើទាលដុះទៅវិញចំណែកឯដើមកោងកាងគេឃើញដុះតែនៅតាមមាត់ទឹកមាត់ព្រែកមាត់ស្ទឹងមាត់អូនិងមាត់សមុទ្រជាដរាបមកម្យ៉ាងទៀតសប្តាហ៍នេះគេតែងសង្កេតឃើញដើមឈើទាលជំរុះស្លឹកអស់រលីងក្នុងមួយឆ្នាំម្ដងគឺបួសជូនដើមកោងកាងនោះឯងចំណែកដើមកោងកាងកាលបើបានទៅដុះនៅតាមមាត់ព្រែកមាត់ស្ទឹងនិងមាត់អូមាត់សមុទ្រកាលណាតែងទៅលបចាយចង់កូនក្រមុំដើមខ្លាំពាក់រៀងរាល់យប់បានជានាងខ្លាំពាក់ខឹងយកឈើទៅបោះចម្រងពាសពេញគឺដើមខ្លាំពូនេះឯងដើម្បីមិនឲ្យដើមកោងកាងចូលទៅលបលួចចាយចង់កូនក្រមុំខ្លួនបានចំណែកដើមកោងកាងកាលបើត្រូវខ្លាំពាក់បោះចម្រងមិនឲ្យចូលដកដូច្នោះក៏តាំងបោះស្ពានឆ្លងកាត់ចម្រងនោះទៅទៀតព្រោះហេតុនោះហើយបានជាសពថ្ងៃមានដើមកោងកាងដុះនៅទីណាគេតែងឃើញមានដើមខ្លាំពាក់និងខ្លាំពូដុះនៅទីនោះជាដរាបហើយដើមខ្លាំពូដែលដុះនោះបើក្រឡេកមើលទៅឃើញវិស័យដូចជាចម្រងមែនដោយហេតុដើមនោះមូលហើយស្រួចជ្រងច្រាំងដូចគេដាំចំណែកឯដើមកោងកាងសោតទៀតក៏មានឫសវែងធំចាក់ស្រេះទៅក្នុងដីក្នុងទឹកជាច្រើនជាងមែកទៅទៀតតម្រៀបគ្នាជាជួរមើលទៅវិស័យដូចជាស្ពានពិតហើយបើទោះជាទឹករលកឬជំនន់ហូរច្រោះខ្លាំងយ៉ាងណាក៏មិនអាចរលីងរលោមបានដែរក៏មិនអាចរលើងរលំបានឡើយរឿងដើមផ្លូវនាងគ្រាន់តែឮឈ្មោះដើមផ្លូវនាងគេនឹកឆ្ងល់ភ្លាមចង់ដឹងប្រវត្តិដើមនេះថាតើរឿងរ៉ាវដូចម្ដេចបានជារុក្ខជាតិនេះមាននាមពីរោះម្លេះបើសង្កេតពីរូបភាពនៃដើមនេះវិញគេឃើញថាមានដើមនោះត្រសូលស្អាតពុំសូវមានថ្នាំងឬ
នៃរដូវប្រដប់ទេឯសម្បុរសម្បកជាតិសតក៏សស្អាតនាំឲ្យនឹកថាប្រហែលជាបុរាណលោកប្រដូចដើមនេះទៅនឹងសាច់ភ្លៅរបស់ស្រីណាមួយហើយមើលទៅដើម្បីដោះស្រាយសេចក្តីឆ្ងល់នេះក្រុមជំនុំទំនៀមទម្លាប់សូមជូនឯកសារមួយដែលមាននិទានដូចតទៅនេះកាលនោះមានព្រះរាជាមួយអង្គព្រះនាមពុំប្រកបរឿងនេះកន្លងទៅច្រើនសតវត្សមកហើយព្រះរាជាអង្គនោះទ្រង់មានស្នំមហេសីច្រើនអង្គមានព្រះរាជបុត្រក៏ច្រើនលុះយូរបន្តិចទៅព្រះរាជាអង្គនេះទ្រង់សពព្រះរាជហឫទ័យនឹងនាងមួយឈ្មោះនាងឋានព្រះអង្គទ្រង់យកនាងនោះធ្វើជាស្នំពៅបង្អស់នាងនោះមានរូបឆោមឡោមពណ៌ល្អយ៉ាងឆើតជាងស្នំមហេសីទាំងអស់តែនាងនោះឥតមានព្រះរាជបុត្រទេម្ល៉េះហើយព្រះអង្គក៏សពព្រះរាជហឫទ័យជាជាងស្នំមហេសីទាំងអស់ដែរព្រោះនាងចេះប្រកបកិច្ចការងារដណ្ដាំស្លធ្វើភោជនាហារត្រូវព្រះតីព្រះអង្គព្រះរាជាក៏លើកតម្កើងនាងច័ន្ទធ្វើជាអគ្គមហេសីធំលើសគេឯងនិយាយពីនាងច័ន្ទនេះនាងមានក្រចកម្រាមដៃល្អលូតលាស់វែងគ្រប់ទាំងអស់បីដូចជាស្លាបព្រាបើធ្វើក្រយ៉ាស្ងើយថ្វាយស្ដេចនាងយកក្រចកដងទឹកឬដួសដក់គ្រឿងផ្សេងដើម្បីធ្វើជារង្វាន់ឲ្យដឹងប្រមាណមិនឲ្យប្រៃពេកឬសាបពេកឲ្យតែល្មមសូម្បីនាងបងប្រលិតអំបិលស្លឹកក្រៃឬគ្រឿងអ្វីក្នុងសម្លក្តីនាងក៏យកក្រចកម្រាមដៃធ្វើជាស្លាបព្រាម្ល៉េះហើយនាងស្លដោយមានកម្រិតកំណត់ត្រឹមត្រូវសម្លនោះមានឲ្យជារសឆ្ងាញ់ណាស់នាំឲ្យព្រះស្វាមីសពព្រះរាជហឫទ័យរាល់ពេលវេលាលុះជំនេរយូរទៅព្រះមហេសីដើមទាំងអស់ក៏មានការក្តៅក្រហាយច្រណែននិន្ទាថាហេតុអ្វីក៏ព្រះអង្គតាំងពីបាននាងច័ន្ទដែលជាកូនរាស្ត្រសុទ្ធសាធធ្វើជាស្នំហើយលើកដំកើងជាអគ្គមហេសីលើសយើងរាល់គ្នាយ៉ាងនេះហាក់ដូចជាព្រះអង្គបងស្នេហាអំពីយើងគ្រប់គ្នាហើយដូច្នេះយើងរាល់គ្នាមិនត្រូវនៅក្រអេះប្រងើយកន្តើយឡើយត្រូវតែរកបាយខលណាមួយដើម្បីឲ្យព្រះរាជាស្វាមីនៃយើងឃ្លាតចាកសេចក្តីស្នេហាអំពីនាងច័ន្ទចេញទើបយើងរាល់គ្នានឹងបានសេចក្តីសុខក៏ដូច្នោះហើយក៏នាំគ្នាឡើងគាល់ព្រះរាជាក្រាបទូលដោយសេចក្តីពិតថាបបិទ្ធព្រះអង្គជាស្វាមីសូមព្រះអង្គជ្រាបខ្ញុំម្ចាស់ទាំងអស់គ្នាបានឃើញហេតុច្បាស់អំពីនាងច័ន្ទព្រះអង្គហាក់ដូចជាពុំជ្រាបករណីអ្វីសោះខាងនេះជាមនុស្សស្មុគរោគជូរជាតិអាក្រក់សពថ្ងៃនេះបើនាងធ្វើក្រយ៉ាស្ងាយថ្វាយព្រះអង្គខ្ញុំម្ចាស់បានឃើញច្បាស់នាងយកក្រចកម្រាមដៃនាងដួសដងគ្រឿងដាក់ក្នុងសម្លនោះប៉ុន្តែបើព្រះអង្គមិនជឿរឿងនេះដូចជាខ្ញុំម្ចាស់បានក្រាបទូលទេសូមព្រះអង្គចាត់រាជបម្រើណាមួយលបមើលក្នុងពេលដែលនាងកំពុងធ្វើក្រយ៉ាស្ងាយថ្វាយព្រះអង្គចុះទើបជ្រាបនៅហេតុពិតនោះជាពុំខានព្រះរាជាកាលបានទ្រង់ព្រះសណ្ដាប់អំពីមហេសីទាំងអស់ក្រាបទូលដូច្នោះហើយក៏ព្រះអង្គទ្រង់ក្រោធទ្រង់ចាត់រាជបម្រើឲ្យទៅតាមសង្កេតនៅហេតុការណ៍នោះតើពិតឬពុំពិតលុះរាជបម្រើបានសង្កេតទៅឃើញពិតដូច្នោះមែនទើបព្រះមហាក្សត្រទ្រង់ចាត់នាយពេជ្ជឃាតឲ្យយកនាងច័ន្ទទៅសម្លាប់ចោលឯនាងច័ន្ទកាលបើនាងបានដឹងនៅហេតុតែព្រះអង្គខ្ញាល់នឹងអំពើដែលនាងបានធ្វើដូច្នោះនាងក៏មានសេចក្តីតក់ស្លុតនាងបានភៀសខ្លួនរត់ចេញពីព្រះរាជវាំងដើម្បីឲ្យរួចខ្លួនពីសេចក្តីស្លាប់ឯពេជ្ជឃាតក៏ទៅរកចាប់នាងតាមព្រះតម្រាស់តែនាងរកពុំឃើញក្នុងប្រាសាទក៏ឡើងទៅក្រាបថ្វាយបង្គំព្រះរាជាទ្រង់ឲ្យលើកទ័ពពលរេទៅតាមចាត់នាងឲ្យបានយកមកសម្លាប់ចោលកាលនោះពួកពលរេសេនាទ័ពតាមរកនាងអស់ជាយូរថ្ងៃយូរខែពុំបានជួបនាងសោះឯនាងក៏ខំរត់ឲ្យរួចពីព្រះអាជ្ញាដែរតែចៃដន្យបុព្វកម្មអ្វីរបស់នាងពីអតីតជាតិក៏ឲ្យពួកពលសេនាទាហានតាមនាងតននៅទីកន្លែងមួយចាប់យកនាងបានហើយនាំទៅធ្វើឃាតចោលទៅនិយាយអំពីនាងច័ន្ទមុននឹងស្លាប់នាងបាននឹកដល់វាសនាអភ័ព្វរបស់ខ្លួនដែលបានធ្វើជាមហេសីហើយជាអកុសលអ្វីមកដាលឲ្យព្រះរាជាទ្រង់ក្រោធយកទោសដល់ជីវិតម្ល៉េះហើយនាងក៏តាំងសច្ចាចំពោះទេវតាដែលស្ថិតនៅដើមព្រឹក្សាលតាវរសូមឲ្យលោកធ្វើជាសាក្សីថាអោជីវិតសង្ខាររបស់ខ្ញុំពេលនេះមច្ចុរាជគឺសេចក្តីស្លាប់តាមមកទាន់ហើយនិងបណ្ដាច់សេចក្តីស្នេហារបស់ខ្ញុំអំពីព្រះស្វាមីឥឡូវហើយហើយព្រះស្វាមីក្រោធចំពោះរូបខ្ញុំដែលទ្រង់ពុំបានពិចារណារកហេតុផលជាមុនឬមួយព្រះអង្គពុំមានប្រោសមេត្តាដល់រូបខ្ញុំសោះទេនោះខ្ញុំសូមសច្ចាផ្សងថា
អាការៈទាំង12របស់ខ្ញុំឲ្យបានទៅជាឈ្មោះរុក្ខាលតាវរទាំងនេះហើយឲ្យព្រះអង្គបានជួបនឹងឈ្មោះដែលជានាមនៅជាប់នឹងឈើទាំងនេះកុំបីឲ្យរំលងរួចឡើយឯនាមរបស់ខ្ញុំផ្ទាល់សូមផ្ញើដើមគ្រឹស្នាដែលមានក្លិនក្រអូបហើយជាទីសពព្រះរាជហឫទ័យរបស់ព្រះអង្គផងសច្ចាបួងសួងចប់ហើយពេជ្ឈឃាតក៏ប្រហារជីវិតនាងខ្សែបង់ទៅចំណែកនាមឈ្មោះរបស់នាងក៏បានទៅប្រឌិស្ថានជាប់នឹងដើមក្រឹស្នាទៅជាច័ន្ទក្រឹស្នាឯអាយតនៈដតីទៀតក៏ទៅប្រឌិស្ថានរូបភាពនៅនឹងរុក្ខជាតិផ្សេងដូចជាកេសាបាននៅជាប់នឹងផ្លែពោតហៅថាសក់ពោតលងមាគឺរោមបាននៅជាប់នឹងម្អមម៉ាំងសាំងគឺសាច់នាងផ្ញើនឹងដើមចាកឯសាច់ផ្លូវដែលសត្រលុកត្រលុននោះបានផ្ញើនឹងដើមឈើមួយបែបដែលមានដើមតូចល្មមគេហៅដើមថារឿងពស់កេងកងកាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពឹសនិងពស់ឥតមានពឹសទេមានតែពស់កេងកងមាននិទានថាកាលដើមឡើយមានមនុស្សពីរនាក់ប្តីប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេតប្តីនោះទៅជួញអង្កាំបាត់ជាយូរអង្វែងថ្ងៃមួយអស់បងប្អូនចិត្តខាងគេបបួលគ្នាទៅរកអូសឯនាងនេះឮគេថាបបួលគ្នាទៅក៏ទៅជាមួយនឹងគេដែរយកនាងអេតទៅជាមួយផងពេលដែលនាងទៅក៏បានលីដឹងចូលព្រៃបានឃើញអុសដ៏ធំមួយនាងនេះយកដឹងពុះអុសលុះពុះយូរបន្តិចទៅក៏ដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពោះនាងនេះមើលទៅឃើញដឹងនឹងពស់កេងកងក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យឯពស់កេងកងក៏ឆ្លើយឡើងថាបើនាងឯងដោយអញធ្វើប្រពន្ធអញទៅអញឲ្យដឹងបើនាងឯងមិនដោយអញមិនធ្វើជាប្រពន្ធអញទេនោះអញមិនឲ្យដឹងទេនាងនេះឮពស់កេងកងថាដូច្នោះហើយហេតុតែជាស្រីខូចក៏ទទួលព្រមលែងតែអ្នកឲ្យដឹងមកខ្ញុំចុះចាំមិនងាយសឹមខ្ញុំឲ្យអេតមកហៅពស់កេងកងឮនាងនេះថាដូច្នោះក៏ឲ្យដឹងមកនាងនេះផ្ដាំថាដល់ល្ងាចសឹមឲ្យមេអេតមកហៅហើយនាងនេះក៏ទូលអុសទៅផ្ទះជាមួយនឹងនាងអេតលុះដល់ប្រលប់នាងនេះក៏ប្រើកូនឈ្មោះអេតឲ្យទៅហៅពស់កេងកងនាងអេតទៅដល់ឈរនៅមាត់រន្ធពោះហៅថាពស់កេងកងអើយនាងនេះឲ្យហៅឯពស់កេងកងឮហើយលូនចេញមកនាងអេតឃើញពស់ក៏ភ័យខ្លាចព្រឺអស់ទាំងខ្លួនប្រាណប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះពស់នោះធំណាស់លូនទៅដល់ស្មៅបាក់រៀបអស់ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនេះក៏និយាយនឹងពស់កេងកងនោះថាខ្ញុំមានប្តីឥឡូវនេះគាត់ទៅជួញអង្កាំ 2-3 ឆ្នាំមកម្ដងពស់កេងកងសួរថាប្តីនាងឯងទៅប៉ុន្មានថ្ងៃប៉ុន្មានខែទៀតនឹងមកដល់នាងនេះឆ្លើយថាមិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតទេនឹងមកដល់ពស់កេងកងនិងនាងនេះក៏ដេកលក់ជាមួយគ្នាទៅដល់ចិត្តភ្លឺទៅពស់កេងកងលានាងនេះទៅរូងវិញនាងនេះផ្ដាំថាបើប្តីខ្ញុំមកខ្ញុំមិនឲ្យមេអេទៅហៅទេអ្នកក៏មកបើប្តីខ្ញុំមិនតន់មកនោះទេខ្ញុំប្រើមេអេឲ្យទៅហៅអ្នកសឹមអ្នកមកពស់កេងកងក៏ទៅឯរូងខ្លួនវិញទៅរាល់តែល្ងាចនាងនេះប្រើមេអេតឲ្យទៅហៅពស់កេងកងជារៀងរាល់ថ្ងៃនាងអេតខ្លាចម្ដាយក៏ទៅហៅតាមពាក្យម្ដាយប្រើប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ត្បិតពស់នោះធំណាស់ហើយវែងទៀតផងម្យ៉ាងវិញទៀតខឹងក្នុងចិត្តត្បិតម្ដាយសហាយជាមួយនឹងពស់នាងអេតទៅដល់មាត់រូងហើយហៅថាពស់កេងកងអើយនាងនេះឲ្យហៅពស់កេងកងឮក៏លូនចេញមកហើយឆ្លើយថាអេតអើយថាអញមិនទៅឪពុកអេតនៅកាត់ក្បាលអញដាច់នាងអេតឆ្លើយថាឪពុកអញទៅជួញអង្កាំ 2-3 ឆ្នាំមិនទាន់មកដល់ពស់កេងកងឮនាងអេតប្រាប់ដូច្នោះក៏លូនចេញអំពីរន្ធមកហើយចេះតែទៅមកតែរាល់ថ្ងៃនាងនេះសហាយនឹងពស់កេងកងរហូតតតែខ្លួនផើមលុះយូរបន្តិចទៅប្តីនាងនេះមកពីជួញអង្កាំវិញឃើញនាងនេះពស់ធំនឹកសង្ស័យក៏សួរនាងអេតជាកូននាងអេតប្រាប់ឪពុកវាថាម៉ែគាត់សហាយនឹងពស់កេងកងតែវេលាត្រឡប់កាលណាឲ្យខ្ញុំទៅហៅទៅសពថ្ងៃឪពុកឮនាងអេតប្រាប់ដូច្នោះក៏និយាយនឹងនាងអេតថាដល់ញែកហងឯងទៅហៅពស់នោះមកទៀតអញចាំកាប់វានៅមាត់ទ្វារហើយហងឯងកុំឲ្យម្ដាយហងឯងដឹងឯនាងអេតលុះដល់ប្រលប់ក៏ទៅហៅពស់កេងកងថាពស់កេងកងនាងនេះឲ្យហៅ
Púc kênh con lư hơi chọi thà Ed ơi thà anh mình từ ở Púc Ed nếu cắt cò anh đạch mình khan nhưng Ed chọi thà ở Púc ánh tơi chuồn ông cắm vì 3 năm mình toàn một đợt Púc kênh con lư niềng Ed pram đôi nó sman thà ở Púc niềng mình toàn móc vì chuồn ông cắm mến có từ đôi sập ngày ai ở Púc niềng Ed cánh đảoปูnơi một vía chăm cặp Púc kênh con luôn trôi nòng mình tục vía bình tích ở Púc niềng Ed cắt cò đạch hỏi cắt mùi cầm nạt khang cần tới dọc từ đại lơ cá mùi cầm nạt khang bá dọc từ đại lơ mày bật trìa ai cần đà khốn oi niềng Ed dọc từ phần lẽ phần lọt bài cháo hỏi phần đam niềng Ed thà cầm ói mà đài hồng ảnh đăng tái trời tục chỉ sạch slow oi mà đài hồng ảnh xì ở Púc niềng Ed có liêng chiêm bù trẻ mình oi miền sạch sao lời ai niềng ni bùm bàn đăng thả đây cặp bùa xa hai sạp tê bút bè nút niềng ni mình nở tới xua bong bồn nở tè chài lục bật lớn nhưng ện dọc sạch bùa một sló tục ói niềng ni chia mà đại xì niềng ní khơi xâm lò khăn rồng ngơm tiếng chan tiếng nắng có xua niềng ế thả miên sạch ở vầy sló mê ết niềng ết bạp thả sạch trục niềng ní cất sman thả sạch trục mến cả ói mê ết đua xâm ló dọc một ói xì bài cá niềng ết đua xâm ló một ói niềng ni chia mà đại xì nút miên cái muối vì khơi ba pua đã lờ mày bật tría vì cho xì sạch pua vì bổ thả co lỡ claim clom lên sạch vào đầy anh nhìn ní cầm pong xì bái đưa cái bổ được nó còn mớ tờ lờ mày bật tría khơi ba pua kênh con lờ mấy hơi niềng nì nực nực sợ thực này tá niềng nì pom hiền dùng rút lại vào đây là ông cối xì bái xì mùi cái này nục đây khơi niềng nì sợ thực này có sủa thả hai đừng vào đây bàn chỉ sợ thực này niềng nì có chọi thả xì bài cả đáy xâm lò cả đáy rồi lật cồn cháy rồi lồng thực này ai nấu chết tại bồn thả có lỡ claim clom lệp sạch vào đầy anh có bá đã lờ đàm bột trìa cần tới đã lờ ska nên ní mơ từ lờ ska khơi cần tôi buộc kênh con lờ nút ai vào đây nên ní đang thả propon sa hai năng buộc kênh con bật bạc cọt hái còn nực không chật khăn trong xâm lập nên ní còn tái thơ mình oi nên ní đang luôn đó niềng nì phàm chạp thấy chật nâng xâm rá đây bỏ mua từ cọ sọ nơi một bằng lụt đà từ đòn một bấn prap propon thả từ tiếp ao chai pisau kê dướng nâng cọ sọ lên ao sập bài tại pi nhẹ mà đòn niềng ní mình nâng khuôn ấy thả vào đây trong xâm lắm smart thả vào đây non từ cọ sọ mến cọ đá trôi từ nông pre chai từ lúc khơi công pong mùi riệp sát về ló vào đây prap propon thả công pong ní riệp sập bài dướng chụp cọ sọ nơi còn lại nấu cho ai niềng ní mình đang khuôn chỉ vào đây kịch trong xâm lắp có cối cọ sọ nơi một tràng ở đây nút có hột đài cặp niềng bị còi khno mình oi niềng đang khuôn hơi đách bẹt con đà khuôn sạp thờ về nút khơi sập tại cồn pua luôn chành ông pí pua niềng ní màu đây niềng ní có cặp cồn pua nâng đá là cặp hoàn toán có luôn cho từ nông có hành đấy là một cho từ nông tật là cho từ nông prey bắt tử pro hành ní ban chỉ miền pua tràn bài tràn ra một đòn ấy lời ní được chân hai tập miền sụp hiện sật muối bổ thả khệt cái nài chật rướng công hiền cá pi prey ní miền mนุษย์nhẹ chum cống miền propon pi muối chmu niềng ám muối chmu niềng cùng thay muối nhẹ cống non propon thằng pi nhẹ từ xua bong pon nơi sọc ngày tam phơi từ sọc ngày nút miền kha sa hà nhẹ cống bận đa propon thằng pi nhẹ từ đó prey thom muối chật sọc kế prey nút tay từ miền kha đánh khăm nút bấy cô xí tại rười luôn nhẹ công từ đó còn này nút kla có stu đành sải sân thọp pi trong ngày nhẹ công một chỗ rúng chờ nhòa đầy nhòa trường rịa nồm prút hay này nhưng ấm năng mình cũng không prút kia về kla nút slap từ ai nhẹ công khơi propon về kla slap hái bàn stu mani trên pi rúng chờ một dọc đồng bong về kla slap nút tại mà đòn tiền propon tăng pi bận tục ở đây thả khá cái việc ngọt hơi thôi chỉ móc về thèm thiệt pro ấy có công xài nhìn mà lẽ nhẹ cống chê bầm piến tới propon thả mình đái miền sài ná về class slap tê miền tại pro tớp hiền về class to tại slap hai nhẹ cống có bán oi vó cho class nút non propon xài trôi từ khung sọc nhẹ sọc khơi nhẹ cống xài class móc kế bộ bột nghe từ mờ biết bình hơi cái sủa thả nhẹ ấy thôi đôi mình đấy bàn chỉ class ní bật class ní xả hài na viết tay tại khăm nút mà nè cái bài cố xì tràn là hơi propon nhẹ cống coi này dây prap nhẹ sọc thả
អ្នកគង់គាត់ឃើញខ្លាវាបោលមកគាត់រត់ចូលទៅក្នុងរូបឈើខ្ញុំពីរអ្នកជាស្រីព្រួតគ្នាវាយខ្លាតតែស្លាប់អ្នកគង់ឮប្រពន្ធនិយាយប្រាប់គេដូច្នោះក៏បញ្ចូលរំលោភទៅលើប្រពន្ធថាមិនដែលមានស្រីណាខ្លាំងពូកែហ៊ានវាយខ្លាស្លាប់ទេមានតែប្រុសទៅខ្លាំងពូកែហ៊ានវាយខ្លាឲ្យស្លាប់បានអ្នកគង់ក៏អួតប្រាប់អ្នកស្រុកថាកាលដែលខ្លាវាស្ទុះមកនឹងខំដូច្នេះខ្ញុំដាក់ស្នៀតគុណដូច្នេះបានជាវាយវាបានហើយអ្នកគង់ធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើលអ្នកស្រុកកោតខ្លាចអ្នកគង់រាល់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីថ្ងៃនោះមកអ្នកគង់ល្បីឈ្មោះគង់ហ៊ានជាអ្នកពូកែចេះគុណវាយខ្លាឲ្យស្លាប់រឿងនេះជ្រាបដល់ស្ដេចក៏ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាមលុះយូរបន្តិចទៅជួតជាមានសឹកគេលើកមកច្បាំងយកនគរស្ដេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំងគង់ហ៊ានឮស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នោះភ័យណាស់ពុំដឹងគិតធ្វើដូចម្ដេចនឹងមិនទៅច្បាំងមិនបានត្បិតស្ដេចទ្រង់ប្រើហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផងត្រឡប់មកវិញដេកសន្ធឹកសន្ថីអត់បាយប្រពន្ធទាំងពីរនាក់ចូលទៅសួរថាម្ដេចបានជាអ្នកដេកអត់បាយដូច្នេះមានបើហេតុភេទអ្វីប្រការដូចម្ដេចគង់ហ៊ានប្រាប់ថាត្បិតស្ដេចទ្រង់ប្រើបងឲ្យទៅច្បាំងសឹកឥឡូវបងខ្លាចសឹកនោះណាស់មិនដឹងថាបើគិតដូចម្ដេចទេប្រពន្ធឆ្លើយថាអ្នកកំព្រួយធានាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសាបាយឲ្យឆ្អែតងូតទឹកឲ្យស្រួលខ្លួនចុះគង់ហ៊ានលើប្រពន្ធលួងលោមដូច្នោះបានធូរក្នុងចិត្តក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់ទៅច្បាំងលុះរៀបរួចហើយដល់បានពេលវេលាល្អក៏ចូលទៅក្រាបបង្គំលាស្ដេចចេញទៅច្បាំងយកទាំងប្រពន្ធទៅផងគង់ហ៊ានជិះក្បាលដំរីប្រពន្ធជិះខាងក្រោយមានរេពលហែហមអមមុខក្រោយជាក្បួនត្រៀបត្រាពីសពេញលុះជិះទៅជិតខ្មាំងសត្រូវមើលឃើញច្បាស់ប្រកបគង់ហ៊ានភ័យណាស់លេចអាចលេចនោមញ័រដៃញាស់ជើងដោយគេអង្រួនក្បាលដំរីដំរីគិតស្មានថាគេអង្រួនឲ្យខ្លួនបោចូលក៏ចេះតែបោសម្រុកចូលទៅមុនរេពលទាំងអស់គ្មាននរណាតាមទាន់ខ្មាំងសត្រូវឃើញគង់ហ៊ានបំបោដំរីចូលដូច្នោះគិតស្មានថាមេទ័ពនេះពូកែណាស់ក៏បាក់ទ័ពចាញ់រត់យកតែប្រាស់អាយុដោយខ្លួនគង់ហ៊ានឃើញខ្មាំងរត់ទៅអស់ក៏ធ្វើជាតួអួតក្អេងក្អាងឲ្យអស់នាម៉ឺននឹងរេពលកោតខ្លាចអស់នាម៉ឺនឃើញគង់ហ៊ានលិចអាចដាក់ក្បាលដំរីស្អុយពីសពេញដូច្នោះគេសួរថាលោកមេទ័ពអ្វីក៏លិចលាមកដូច្នេះគង់ហ៊ានឆ្លើយឡើងថាបើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃនឹងចុះទៅដោះទុកសត្វឯណាបានមានតែដោះទុកសត្វលើក្បាលដំរីដូច្នេះឯងបើរវល់តែដោះទុកសត្វខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយឬអស់នាម៉ឺននឹងរេពលឬគង់ហ៊ាននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញាគេដឹងថាគង់ហ៊ានខ្លាចអ្នកខ្លះមិនសូវមានប្រាជ្ញាក៏កោតខ្លាចគង់ហ៊ានណាស់គង់ហ៊ានបានឈ្នះទ្រព្យត្រឡប់ចូលមកក្នុងនគរវិញហើយចូលទៅក្រាបថ្វាយបង្គំស្ដេចទ្រង់ជ្រាបថាគង់ហ៊ានទៅច្បាំងឈ្នះដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅទ្រង់ត្រេកអរខ្លាំងណាស់ទ្រង់ព្រះរាជទានយស័ក្តិជានាម៉ឺនធំហើយព្រះរាជទានព្រះរាជទ្រព្យគ្រឿងបណ្ណាការជាច្រើនផងដែរតាំងអំពីថ្ងៃនោះមកគង់ហ៊ានរត់តែអួតក្អាងពូកែក្អេងក្អាងឡើងទៀតលុះក្រោយមកមានក្រពើសាហាវមួយចេះតែដេញខំអស់មនុស្សម្នាអ្នកឈ្មួញជួយលក់ដូរដើររកស៊ីខាងជើងទឹកជើងកំពង់គេខ្លាចរអាគ្រប់គ្នាមិនមានអ្នកណាហ៊ានចុះមុជទឹកឬដើรงូតទឹកសោះអស់រាសលំបាកចិត្តណាស់រឿងនោះក៏ជ្រាបទៅដល់ស្ដេចទ្រង់ត្រាស់ប្រើឲ្យគង់ហ៊ានទៅចាប់ក្រពើគង់ហ៊ានឮព្រះបន្ទូលដូច្នោះនឹកភ័យណាស់ប៉ុន្តែមិនហ៊ានទៅតឹងព្រះបន្ទូលក៏ទទួលថានឹងយកអាសាសូមទ្រង់កំព្រួយព្រះរាជហឫទ័យឡើយគង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថាអ្នកអើយឥឡូវនេះស្ដេចទ្រង់ប្រើយើងឲ្យទៅចាប់ក្រពើក្នុងទន្លេត្បិតក្រពើសាហាវណាស់ម្ដងនេះឃើញជាមិនរួចខ្លួនទេមុខជាក្រពើខំស្លាប់មិនខានពីមុននៅលើគោកគ្រាន់នឹងមើលទៅឃើញឥឡូវនេះនៅក្នុងទឹកធ្វើដូចម្ដេចនឹងកិច្ចរួចប៉ុន្តែស្ដេចទ្រង់ប្រើហើយនឹងមិនទៅក៏មិនបានបើដូច្នេះមានតែទៅលោតទឹកឲ្យក្រពើខំស្លាប់តែម្ដងទៅគង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅអស់កូនក្មួយមកធ្វើ
ជាទៅចាប់ក្រពើអស់មនុស្សម្នាមហាជនបានឮថាកងហ៊ានបានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពីពេញលុះកងហ៊ានទៅដល់កំពង់ទឹកបានឃើញក្រពើហើរមកប្រប់ច្រាំងត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រគៀបគាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយគិតថាលោតទៅឲ្យក្រពើវាខំឲ្យស្លាប់ទៅទេប៉ុន្តែក្រពើវាលឺសូរសន្ធឹកកងហ៊ានលោតចុះក៏ភ្ញាក់ព្រឺតប្រឹងលោតឡើងដូចជាគេប្រហកក្នុងប្រគៀបឈើជាប់ពាក់កណ្ដាលខ្លួនរុញទៅមុខក៏មិនរួចថយក្រោយក៏មិនរួចកងហ៊ានមុជទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះស្រែកបង្គាប់កូនក្មួយឲ្យយកលំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅឯអ្នកដែលមើលទាំងប៉ុន្មានគេគិតស្មានថាកងហ៊ានចាប់ក្រពើមកបោះឲ្យជាប់នឹងដើមឈើក៏កោតខ្លាចកងហ៊ានក្រៃពេកកងហ៊ានបានឃើញក្រពើស្លាប់ដូច្នោះក៏រឹតតែក្អេងក្អាងអួតខ្លាំងពូកែឡើងទៀតហើយក៏ចូលទៅក្រាបបង្គំទូលស្ដេចថាខ្លួនបានចាប់ក្រពើចោលឡើងមកលើគោកស្ដេចក៏ទ្រង់សពព្រះរាជហឫទ័យប្រោសព្រះរាជទានយស័ក្តិឲ្យកងហ៊ានឡើងជាធំលើសពីមុនទៀតហើយទ្រង់ព្រះរាជទានទាំងអំណាចទាំងរង្វាន់ជាច្រើនផងដែរដូច្នេះហើយទើបមានសុភាសិតមួយពោលថាសំណាបយងដីស្រីយងប្រុសរឿងពាក្យសុភាសិតតម្លៃ5ដំឡឹងកាលពីព្រេងនាយមានជនពីរនាក់ប្តីប្រពន្ធបរិសុទ្ធជាប្តីបានឃើញគេរៀនរបៀនពូកែក៏ចង់រៀនណាស់យកប្រាក់30ដំឡឹងលាប្រពន្ធដើរទៅរករៀនដើរពីស្រុកមួយដល់ខេត្តមួយឮគេថាត្រង់ទីណាអ្នកចេះរបៀនអាគមគេថាពូកែក៏ចូលទៅរកត្រង់ទីនោះដល់ទៅជួបនឹងគ្រូណាពូកែគេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចក៏ចេះតែមិនចូលចិត្តលុះដើរឆ្ងាយទៅក៏បានជួបនឹងតាចាស់ម្នាក់តាចាស់សួរថាអ្នកឯងទៅណាដើរមកតែម្នាក់ឯងស្វះស្វែងរកអ្វីដែរបរិសុទ្ធនោះឆ្លើយថាអោលោកតាអើយខ្ញុំមកនេះត្បិតឮគេថានៅទីនេះមានគ្រូរបៀនពូកែបានជាខ្ញុំខំសង្វាតមកក្រែងតាចេះដឹងប្រដៅចៅផងតាចាស់ឆ្លើយថាតាមានរបៀនពី3បទតម្លៃ30ដំឡឹងបើចៅឯងកាន់ជាប់ចៅឯងមិនច្បុតទេគង់បានដូចចិត្តបើមានកិច្ចមានដំណើរអ្វីឲ្យសូត្ររបៀនតានេះចុះពូកែណាស់បុរសនោះក៏និយាយថាតាសូត្រឲ្យខ្ញុំស្ដាប់មើលបើខ្ញុំចូលចិត្តខ្ញុំយកតានោះសូត្រឲ្យស្ដាប់រពឹសដៃផ្ទៃឆ្អែតដេកយប់កុំនិយាយនឹងស្រីឃ្លានកុំអាលស៊ីបុរសនោះស្គាល់ស្ដាប់បានចូលចិត្តក៏ប្រគល់ប្រាក់30ដំឡឹងឲ្យតានោះហើយទន្ទិញរបៀនទាំង3បទនោះចាំស្ទាត់រត់មាត់ឯតាចាស់ប្រាប់ថាបើចៅកាន់របៀនទាំង3បទនេះបានតាឲ្យទៅទេមិនយកតម្លៃទេហើយតាចាស់ប្រគល់ប្រាក់ឲ្យបុរសនោះវិញទៅបុរសនោះក៏លាតាចាស់នោះត្រឡប់ទៅស្រុកកំណើតវិញមាត់បុរសនោះចេះតែទន្ទិញរបៀន3បទនោះចាប់តែតាមផ្លូវមកពុំមានភ្លេចលុះដើរបានឆ្ងាយបន្តិចជួបនឹងសំពៅឈ្មោះមួយបុរសនោះក៏សុំសំពៅគេដោយសារមកស្រុកដង្ខៅសំពៅក៏ព្រមឲ្យដោយសារបុរសនោះតាំងពីចុះក្នុងសំពៅថ្ងៃណាក៏ចេះតែទន្ទិញរបៀន3បទនោះហើយចេះតែជួយលាងចានថែទាំជួយជួសជុលសំពៅដូចជារបស់ខ្លួននាយសំពៅនឹកក្នុងចិត្តថាអ្នកនេះតាំងតែពីចុះដោយសារសំពៅនោះមកកាលណាគាត់ចេះតែធ្វើការដូចជារបស់គាត់នឹកហើយក៏ស្រឡាញ់បុរសនោះឲ្យរៀបបាយទឹកឲ្យស៊ីតែរៀងរាល់ថ្ងៃមកឯបុរសនោះពុំខ្ជិលសោះចេះតែខំធ្វើការក្នុងសំពៅដូចជាកូនឈ្នួលឯទៀតនាយសំពៅនឹកតែក្នុងចិត្តថាបើកាលណាបានដល់ស្រុកអញនឹងចែករបស់ទ្រព្យឲ្យចៅនេះរកស៊ីតទៅលុះបើកសំពៅមកដល់កណ្ដាលស្រុកមួយបានឃើញវិហារមួយគេរៀបអណ្ដាប់ពោពាសសុទ្ធតែចំណីស្រាបាយទុកឲ្យយៈវាមកស៊ីហើយអ្នកសំពៅការដល់វិហារនោះក៏ចោតសំពៅឡើងទៅលេងឃើញចំណីទាំងអស់នោះពុំមានមនុស្សក៏នាំគ្នាស៊ីផឹកស្រាស្រវឹងដេកនៅក្នុងវិហារនោះទាំងអស់គ្នាទៅប៉ុន្តែបុរសម្នាក់នោះមាត់គាត់ចេះតែទន្ទិញថារពឹសដៃផ្ទៃឆ្អែតដេកយប់កុំនិយាយនឹងស្រីឃ្លានកុំអាលស៊ីតែគិតថាចំណីទាំងអស់នេះមានហេតុអ្វីមួយហើយបានជាគេរៀបទុកនៅទីនេះឥឡូវអ្នកទាំងអស់នេះស៊ីគង់តែមានភ័យមិនខានគិតដូច្នោះហើយពុំហ៊ានស៊ីឡើយឡើងទៅពួនលើធ្នឹមវិហារដោយស្ងៀមស្ងាត់ចាំលបមើលទៅវិញលុះដល់ថ្ងៃត្រង់យៈមកដល់ហើយវាខឹងខ្លាំងណាស់ថានរណាក៏ហ៊ានមកស៊ីចំណីអស់ទាំងនេះ
យៈថាហើយក៏ប្រើដំបងមកវាយមនុស្សដែលដេកនោះស្លាប់ទាំងអស់ទៅឯដំបងក៏វិលមកខាងយៈវិញហើយយៈកាច់កអស់មនុស្សទាំងនោះស៊ីអស់ទៅរួចក្រឡេកមើលក្រឡេមក្រលើមបរោះឃើញយៈភ័យណាស់មាត់ចេះតែទន្ទិញរបៀន3បត់ហើយគិតថាបើអញស្រែកក្រែងយៈលឺវាឃើញអញហើយវានឹងស៊ីអញទៀតគិតហើយក៏លោតចុះពីលើធ្នឹមស្រែកវាស់ឡើងយៈភ័យណាស់រត់ចោលដំបងទៅបាត់បរោះនោះបានដំបងវាយឯងហើយក៏ដើរត្រឡប់មកស្រុកចោលសំពៅនៅកំពង់វិហារនោះឯងលុះដើរមកដល់ផ្ទះក្នុងវេលាយប់បរោះនោះយកដំបងទម្លាក់ក្រោមជណ្ដើរយកថ្មសង្កត់លើហើយឡើងទៅដេកលើផ្ទះទៅប្រពន្ធឃើញក៏សួរប៉ុន្តែបរោះនោះក៏ប្រាប់ប្រពន្ធថាចាំព្រឹកសឹមនិយាយប្រាប់ក្រោយពេលដែលប្តីទៅប្រពន្ធនៅផ្ទះវាមានសហាយវេលាយប់ដែលប្តីមកដល់ផ្ទះសហាយនោះវាមកស្ដាប់នៅក្រោមផ្ទះវាចង់ដឹងរឿងឆាប់វាឲ្យមេស្រីសហាយវាសួរថាដំណើរដូចម្ដេចក៏ចាំព្រឹកទៅនិយាយបានប្រពន្ធចេះតែអោបអង្អែលទ្រាំពុំបានប្តីក៏និយាយប្រាប់ថាអញនិយាយនឹងឯងនេះខុសគ្រូហើយត្បិតគ្រូផ្ដាំថាដេកយប់កុំនិយាយនឹងស្រីឥឡូវនេះអញនិយាយខុសបណ្ដាំគ្រូហើយប្រពន្ធស្រួលថាអ្នកទៅបានរបស់អ្វីមកខ្លះប្តីថាបានតែរបៀន3បត់ហើយត្រឡប់មកវិញដល់កណ្ដាលផ្លូវបានដំបងវាយឯងទៀតប្រពន្ធសួរថាដំបងនោះទុកនៅឯណាឥឡូវនេះខ្ញុំចង់ឃើញប្តីថាអញទុកក្រោមជណ្ដើរយកថ្មក្របថាហើយក៏ដេកលក់ទៅសហាយលបស្ដាប់ឮហើយក៏ទៅក្រោមជណ្ដើររើសយកដំបងនោះទៅបាត់ទៅលុះព្រឹកប្រហៀមស្រាងបុរសនោះរលឹកពីដេកលុះទៅរកដំបងមិនឃើញក៏ប្រាប់ប្រពន្ធថាអញប្រាប់មិនជឿអញថាខុសគ្រូហើយឯងចេះតែលួចសួរអញតើតែអញប្រាប់ឥឡូវនេះមនុស្សវាលួចយកដំបងទៅបាត់ហើយប្រពន្ធឮហើយដឹងថាសហាយលួចក៏មិនស្ដីដណ្ដាំបាយឲ្យប្តីស៊ីរួចហើយបុរសនោះក៏យកខ្សែមកចងថ្មដែលគ្របលើដំបងនោះនាំទៅប្តឹងមេស្រុកឲ្យជំនុំជម្រះរកចោលឲ្យមេស្រុកពុំដឹងបើជំនុំជម្រះដូចម្ដេចពីព្រោះថ្មមិនចេះស្ដីគេថាអាកំព្រើតាំងពីដូនតាមកនរណាដែលឃើញដំបងវាឯងគេគំរាមហើយគេដេញចេញទៅបុរសនោះចេះតែអូសថ្មទៅប្តឹងតាំងតែពីមេស្រុករហូតដល់លោកយមរាជអ្នករាជការគ្រប់គ្រងក្រសួងគេចេះតែដេញចេញគេថាមនុស្សឈួតគេមិនឲ្យចូលបុរសនោះអូសថ្មទៅថ្វាយស្ដេចទ្រង់សួរសពគ្រប់ហើយទ្រង់មានព្រះបន្ទូលប្រាប់អស់នាមមើលថាមែនបានគេថាមានប្រឡាយបានទឹកវាហូរមានសម្រាមបានឆ្ងាយវាជុះអស់នាមមើលកុំថាវាឈួតសេចក្តីនេះមែនហើយបានជាវាហ៊ានថាស្ដេចមានព្រះបន្ទូលប្រាប់បុរសថាណាហើយវិលទៅផ្ទះចុះកាលណាអញប្រើឲ្យគេទៅហៅសមកបុរសនោះទទួលថាព្រះករុណាថ្លៃវិសេសហើយក្រាបថ្វាយបង្គំលាទៅវិញទៅក្រោយពេលបុរសនោះទៅស្ដេចទ្រង់ព្រះរាជបញ្ជាឲ្យប្រាប់បណ្ដារាជថាត្បិតស្ដេចឲ្យអស់ព្រះស្នំចេញរំ3ថ្ងៃ3យប់ឲ្យបណ្ដារាជមើលតាមចិត្តពុំមានខាត់ខាំងឡើយហើយទ្រង់ឲ្យរៀបលេងល្ខោនកាលនោះអស់រាជសឹងទៅចូលទៅមើលគ្រប់គ្នាស្ដេចទ្រង់យាងចូលទៅក្នុងព្រះរាជដំណាក់ជ្រើសរើសប្រេងក្រអូបយ៉ាងឯកមួយដបដែលសម្រាប់តែស្ដេចអស់រាជនិងនាម៉ឺនពុំដែលមានទ្រង់ប្រើអាមាត្យម្នាក់យកទៅឲ្យបុរសនោះហើយប្រាប់ថាស្ដេចទ្រង់ព្រះរាជទានឲ្យអ្នកឯងនិងប្រពន្ធអ្នកឯងលៀបប៉ុន្តែឲ្យអ្នកឯងនៅផ្ទះកុំទៅមើលល្ខោនឲ្យតែប្រពន្ធទៅមើលបានហើយអាមាត្យអ្នកយកទៅឲ្យប្រាប់សពគ្រប់ហើយវិលទៅក្រាបថ្វាយបង្គំស្ដេចវិញបុរសនោះបានប្រេងក៏ហៅប្រពន្ធមកហុចប្រេងទៅឲ្យប្រាប់ថាព្រះករុណាជាអម្ចាស់ជីវិតទ្រង់ព្រះរាជទានប្រេងនេះមកព្រោះទ្រង់អាណិតស្រឡាញ់យើងឲ្យយើងលាបទៅមើលល្ខោននឹងគេតែឥឡូវនេះអញឈឺក្បាលឯងយកទៅលាបហើយទៅមើលល្ខោននឹងគេចុះឯប្រពន្ធឮប្តីបើកឲ្យទៅហើយឲ្យទាំងប្រេងទៅលាបផងដូច្នោះអរពុនពេកដោយពុំបានដឹងក៏ជាគេចាប់ក៏យកប្រេងទៅឲ្យសហាយលាបផងហើយបណ្ដាលគ្នាទៅមើលល្ខោនឈរទន្ទឹមគ្នាលុះបន្តិចទៅស្ដេចទ្រង់ធំក្លិនប្រេងនោះទ្រង់ខ្សឹបប្រាប់នាម៉ឺនម្នាក់ចូលអ្នកទៅហិតក្លិនអស់បណ្ដារាជដែលមើលល្ខោនទាំងប៉ុន្មានបើធំក្លិនប្រេងក្រអូបយ៉ាងនោះប៉ុន្មានអ្នកចូលអ្នកនាំយកមកឲ្យអញជាឆាប់នាម៉ឺននោះក្រាបថ្វាយបង្គំហើយទៅហិតមនុស្សម្នាក់ឯទៀតមិនធំសោះ
ធំតែប្រុសម្នាក់ស្រីម្នាក់ដែលឈរទន្ទឹមគ្នាលៀបប្រេងក្រអូបទាំងពីរនាក់នោះក៏នាំទាំងប្រុសទាំងស្រីយកទៅថ្វាយស្ដេចឲ្យលែងរាំទៅហើយទ្រង់ឲ្យហៅទាំងប្រុសទាំងស្រីមកដល់ហើយទ្រង់សួរថានេះជាប្រពន្ធចៅឯងមែនដែរឬទេបុរសនោះក្រាបទូលថាមែនទ្រង់មានព្រះបន្ទូលសួរទៅប្រុសសាហាយនោះទៀតថាឯងបានទៅលួចដំបងចៅនេះមែនដែរឬទេសាហាយនេះក្រាបបង្គំទូលថាលួចមែនទ្រង់ឲ្យទៅយកដំបងនោះមកឲ្យយកសាហាយទាំងប្រុសទាំងស្រីនោះទៅដាក់ច្រវាក់ធ្វើទោសបុរសជាម្ចាស់ដំបងក្រាបថ្វាយបង្គំសូមទោសហើយក៏ប្រគល់ទាំងផ្ទះសម្បែងទាំងប្រពន្ធឲ្យទៅសាហាយនោះទាំងអស់ដោយពុំមានខឹងអ្វីឡើយប្រុសសាហាយនោះអរណាស់សំពះសូមទោសរួចវិលទៅផ្ទះវិញឯបុរសម្ចាស់ដំបងថ្វាយបង្គំទៅស្ដេចហើយក្រាបលាទៅទៀតស្ដេចខាត់ក៏ពុំព្រមទ្រង់មានព្រះបន្ទូលថាដំបងវាយឯងនេះថ្លៃណាស់ទ្រង់ព្រះរាជានុញ្ញាតឲ្យបើកឃ្លាំងមាសប្រាក់ឲ្យបុរសនោះយកតាមចិត្តបុរសនោះរើសអស់ទាំងឃ្លាំងមាសប្រាក់អំបាននោះទៅឃើញកាំបិតបន្ទោះមួយចាស់នៅក្រោមឃ្លាំងក៏យកកាំបិតនោះនិងប្រាក់បន្តិចបន្តួចគ្រាន់ចាយតាមផ្លូវហើយចូលទៅក្រាបថ្វាយបង្គំលាស្ដេចដើរចេញទៅទៀតស្ដេចពុំមានព្រះបន្ទូលអ្វីទេតែអស់នាម៉ឺនគេថ្មេះតេះដៀលបុរសនោះថាជាមនុស្សឆោតប្រាក់មាសមិនយកទៅយកកាំបិតច្រេះស៊ីបុរសនោះក៏ដើរចេញអំពីនគរនោះបានទៅដល់នគរមួយទៀតជួនជាថ្ងៃនោះស្ដេចនគរនោះទ្រង់មានព្រះបន្ទូលបង្គាប់សេដ្ឋីម្នាក់ថាព្រឹកស្អែកទ្រង់នឹងទៅក្រសាលព្រៃឲ្យមហាសេដ្ឋីធ្វើរទេះមួយយ៉ាងល្អល្អះឲ្យឆ្លាក់ក្បាច់លាបលនឲ្យហើយឲ្យទាន់ក្នុងពេលព្រឹកស្អែកនេះបើធ្វើពុំទាន់នឹងយកទោសដល់ជីវិតរីឯមហាសេដ្ឋីនោះធ្វើពុំទាន់ហើយពុំធ្វើរទេះបែរជាធ្វើមឈូសទៅវិញថ្ងៃនោះជួនជាបុរសនោះដើរទៅឃើញសេដ្ឋីនោះកំពុងតែធ្វើបុណ្យក៏សួរថាចុះលោកមានការអ្វីបានជាធ្វើបុណ្យមានក្តាមមឈូសផងដូច្នោះគេប្រាប់ថាស្ដេចឲ្យធ្វើរទេះមួយលាបលនយ៉ាងល្អឲ្យទាន់ព្រឹកនេះស្ដេចក្រសាលព្រៃបើធ្វើពុំទាន់ស្ដេចនឹងយកទោសដល់ជីវិតឥឡូវនេះមហាសេដ្ឋីធ្វើពុំទាន់ដឹងខ្លួនថាស្លាប់បានជាធ្វើមឈូសធ្វើបុណ្យទៅវិញបុរសនោះឆ្លើយថាក្រអីប៉ុណ្ណឹងឲ្យតែបាយខ្ញុំស៊ីខ្ញុំនឹងធ្វើឲ្យទាន់ព្រឹកនេះមហាសេដ្ឋីឮដូច្នោះអរណាស់ហើយក៏ឲ្យរៀបបាយទឹកស៊ីឆ្អែតរួចប្រគល់ឈើឲ្យធ្វើរទេះបុរសនោះក៏ធ្វើតែនឹងកាំបិតមួយដែលយកក្រោមបាតឃ្លាំងមកនោះបានរួចស្រេចក្នុងយប់នោះហើយលាបលនយ៉ាងល្អព្រឹកឡើងក៏អូសរទេះទៅថ្វាយស្ដេចទ្រង់ទតឃើញទ្រង់ឲ្យរៀបប្រដាប់ប្រដាទៅក្រសាលព្រៃមហាសេដ្ឋីនោះរួចពីស្លាប់ហើយក៏នឹកក្នុងចិត្តថាអ្នកនេះមានគុណធម៌ណាស់ឥឡូវនេះនឹងរកអ្វីសងឲ្យស្មើគ្មានតែកូនក្រមុំមួយល្មមឲ្យមានប្តីដូច្នោះមានតែអញការឲ្យអ្នកនោះគិតហើយក៏ហៅមកការឲ្យទៅលុះការរួចហើយក្នុងយប់នោះពេលផ្សំដំណេកបុរសនោះគិតលបងចិត្តប្រពន្ធហើយធ្វើជាផឹកស្រាស្រវឹងដេកទៅលុះយប់យូរបន្តិចក៏ធ្វើជាក្អួតប្រឡាក់ប្រពន្ធអស់កូនមហាសេដ្ឋីឃើញកំអួតប្តីប្រឡាក់ខ្លួនដូច្នោះក៏ស្រែកឡើងក្នុងយប់នោះថាលោកឪពុករកប្តីឲ្យខ្ញុំជាមនុស្សប្រមឹកអួតប្រឡាក់ខ្ញុំអស់ហើយខ្ញុំទ្រាំមិនបានទេមហាសេដ្ឋីឮកូនស្រែកដូច្នោះក៏ខត់ថាកូនដេកទៅកុំនិយាយត្បិតប្តីកំពុងស្រវឹងហើយគេមានគុណផងខាត់ដូចម្ដេចក៏កូនស្រីមិនស្ដាប់ហើយវាចេះតែរអ៊ូថាបើឲ្យទៅឆ្កែឆ្មាទ្រាំបានឯមនុស្សប្រមឹកខ្ញុំទ្រាំមិនបានទេលុះព្រឹកឡើងបុរសនោះរលឹកពីដេកក៏ចូលទៅរកសេដ្ឋីប្រគល់កូនឲ្យវិញប្រាប់ថាមិនព្រមយកទេហើយនិយាយថាមិនបានប៉ះពាល់ដៃជើងឡើយមហាសេដ្ឋីខាត់សុំទោសឲ្យកូនយ៉ាងណាក៏បុរសនោះពុំព្រមយកហើយលាមហាសេដ្ឋីយកតែកាំបិតដើរទៅទៀតលុះស្ដេចជាងមកពីព្រៃទ្រង់ឲ្យទៅរកជាងដែលធ្វើរទេះនោះពុំឃើញទ្រង់ស្ដាយណាស់ទ្រង់ឲ្យអស់នាម៉ឺនចាត់សម្បត្តិរកគ្រប់ខេត្តក៏ពុំឃើញហើយទ្រង់ស្ងៀមទៅឯបុរសនោះលាសេដ្ឋីដើរទៅឆ្ងាយក៏បានទៅដល់នគរមួយដទៃទៀតស្ដេចនគរនោះទ្រង់ឲ្យនាម៉ឺនម្នាក់ទៅដេកវេនចាំយាមនៅចុងព្រះរាជរោងរាល់យប់ស្ដេចទ្រង់ចេញកាប់តែរាល់យប់ចាប់
តាំងពីថ្ងៃដែលទ្រង់បង្គាប់នោះមកស្លាប់អស់ជាច្រើននៅថ្ងៃដែលបុរសនោះទៅដល់ជូនត្រូវលើវេនចៅហ្វាទៅដេកថ្វាយស្ដេចកាប់ចៅហ្វានោះក៏ធ្វើបុណ្យទានក្នុងថ្ងៃនោះបុរសនោះទៅដល់សួរគេថាលោកមានហេតុការអ្វីបានជាធ្វើបុណ្យទានហើយហេតុដូចម្ដេចក៏បានជាកូនប្រពន្ធយំរាល់គ្នាដូច្នេះគេប្រាប់ថាលោកត្រូវទៅដេកវេនថ្វាយស្ដេចកាប់ក្នុងពេលល្ងាចនេះបានជាលោកធ្វើបុណ្យមុនស្លាប់បុរសនោះថាឲ្យតែបាយខ្ញុំស៊ីចុះខ្ញុំទៅដេកថ្វាយស្ដេចកាប់ជួសគេឮដូច្នោះក៏ទៅជម្រាបចៅហ្វាឲ្យហៅបុរសនោះទៅហើយឲ្យរៀបបាយទឹកឲ្យស៊ីរួចហើយសួរថាបើអ្នកទៅដេកវេនថ្វាយស្ដេចជួសខ្ញុំនឹងធ្វើបុណ្យឲ្យអ្នកបុរសនោះក៏ទទួលទៅដេកជួសហើយសុំគ្រឿងប្រដាប់ដែលចៅហ្វានោះពាក់យកមកពាក់រួចហើយក៏លីកំបិតបន្ទោះចូលទៅដេកនៅចុងព្រះរាជរោងចាំស្ដេចចេញកាប់លុះទៅដល់ចុងព្រះរាជរោងបុរសនោះពុំដេកឡើយចាំមើលស្ដេចពេលយប់ជ្រៅស្ងាត់ស្ដេចទ្រង់បើកទ្វារចេញមកទ្រង់កាន់ព្រះខ័នយាងចូលមកនឹងកាប់បុរសនោះឃើញស្ដេចយាងចូលមកដល់ក៏ស្ទុះចូលទៅចាប់ស្ដេចនេះជាប់ហើយក៏ចាក់នឹងកំបិតបន្ទោះមកខុសពី3ដងហើយសួរថានរណាចូលមកទាំងយប់នេះស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះថាហើយក៏ចាក់មកខុសទៀតស្ដេចទ្រង់មានព្រះបន្ទូលថាទេអញទេណាអញទេនរណាអញទេអញជាស្ដេចអីមកពេលនេះអញមិនដឹងទេត្បិតស្ដេចទ្រង់ឲ្យអញចាំរាជរោងយប់នេះសួរដេញដោលដូច្នោះហើយបុរសក៏លុតជង្គង់ថ្វាយបង្គំស្ដេចសូមទោសស្ដេចត្រាស់សួរថាចៅនៅឯណាបុរសនោះថាខ្ញុំនៅផ្ទះចៅហ្វាស្ដេចទ្រង់ជ្រាបទ្រង់ញញឹមហើយទ្រង់ចូលទៅវិញលុះព្រឹកឡើងបុរសនោះលីកាំបិតចេញពីក្នុងរាជវាំងមកផ្ទះចៅហ្វាអ្នកផងឃើញហើយឆ្ងល់ថាបុរសនោះទៅដេកវេនថ្វាយស្ដេចកាប់ម្ដេចក៏មិនស្លាប់ត្រឡប់មកវិញចៅហ្វាសួរបុរសនោះក៏ជម្រាបតាមដំណើរសັບគ្រប់ហើយជម្រាបថែមថាស្ដេចសពថ្ងៃនេះមិនមែនជាកាយទេត្បិតទ្រង់ពិសោធន៍រកមនុស្សដែលមានប្រាជ្ញាចេះដឹងក្នុងនគរដើម្បីរក្សាស្ដេចបានជាទ្រង់ចាត់មនុស្សឲ្យយាមតែអ្នកដែលទៅយាមចេះតែដេកលក់ទៅស្ដេចទ្រង់កាប់ចុះបើសត្រូវទៅលុកលុយស្ដេចហើយយើងដេកលក់នោះតើនឹងជាយ៉ាងណាទៅបុរសនោះនិយាយរឿងប្រាប់សពគ្រប់ទៅភ្ញាក់ខ្លួនគ្រប់គ្នាចៅហ្វានោះមានកូនក្រមុំមួយក៏ឲ្យជាប្រពន្ធបុរសនោះដោយគិតថាបុរសនេះមានពុតធ្ងន់ណាស់លុះព្រឹកឡើងស្ដេចទ្រង់ឲ្យហៅបុរសនោះមកទ្រង់ឲ្យធ្វើជានាម៉ឺនធំរក្សាព្រះនគរបន្ទាប់ពីព្រះអង្គវេលាស្ដេចទ្រង់ព្រះជរាទៅទ្រង់ពុំមានព្រះរាជបុត្រនឹងសោយរាជស្នងមានតែព្រះរាជធីតាមួយអង្គក៏ទ្រង់ព្រះរាជទានព្រះរាជធីតានិងរាជសម្បត្តិឲ្យបុរសនោះសោយរាជជាស្ដេចទៅដូច្នេះហើយទើបមានសុភាសិតមួយពោលថាពាក្យពិតមិនចេះស្លាប់